អោអបថៈដល់ប្រសើរអើយអ្នកមានត្រកូលខ្ពស់ខ្ពស់ដាស់អ្នកអាចឆ្លើយឆ្លងជាមួយនឹងតថាគតបានហើយព្រះពុទ្ធបានមានពុទ្ធដីកាថាក្មេងតូចបើនិយាយទៅតាមត្រកូលរបស់មាតាបិតាឯងតាំងពីបុរាណកាលមកបានឲ្យដឹងថាគឺមានព្រះអង្គម្ចាស់មួយអង្គដែលមាននាមជាមនុស្សម្នាក់រស់ក្នុងត្រកូលក្សត្រហើយមានទាស័យនិងមានកូនម្នាក់កូនទាស័យម្នាក់នោះគឺជាឯងនឹងហើយក្មេងតូចនាសម័យនោះមានព្រះរាជាម្នាក់ជាបុព្វបុរសហើយព្រះអង្គបានប្រទានចំពោះមហេសីទី2ដែលបានសុំរាជសម្បត្តិឲ្យបុត្រធីតាទាំងអស់បានសម្រេចព្រះតេយ្យថារួមរស់ជាមួយគ្នាដូចប្តីប្រពន្ធដោយខ្លាចខូចពូជស្ដេចមិនទៅយកអ្នកណាផ្សេងទេហើយនៅសល់ព្រះរាជធីតាមួយអង្គទុកធ្វើជាព្រះមាតាបន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់មួយរយៈពេលពូជពង្សានុវង្សរបស់ត្រកូលក្សត្រក៏កើតមានឡើងហើយមានស្ដេចមួយអង្គនោះព្រះនាមឧត្តករាជហើយក៏คล้ายជាបុព្វបុរសព្រះបាទឧត្តករាជមានទាស័យម្នាក់ឈ្មោះនាងតិសានាងក៏បានបង្កើតកូនម្នាក់ឈ្មោះថាកានហណៈដែលកូននោះកើតមកចេះនិយាយហើយស្រែកទៅកាន់ម្ដាយថាគ្រប់គ្នាទាំងអស់សម្គាល់ទារកនោះដូចជាបិសាចចាប់ពីពេលនោះមកកណ្ណហយានកោរតៈក៏កើតមានឡើងយ៉ាងប្រាកដកុមារនេះឯងជាបុព្វបុរសរបស់ពួកកណ្ណហយនកោរតៈបើអ្នកទាំងអស់គ្នាគិតថាអំបថៈមានកំណើតមិនល្អទេមិនសមឆ្លើយឆ្លងជាមួយតថាគតទេចូលអំបថៈឈប់បញ្ចេញសម្លេងចុះឲ្យទាំងអស់គ្នាឆ្លើយឆ្លងជាមួយនឹងតថាគតវិញប៉ុន្តែបើអ្នកទាំងអស់គ្នាគិតថាអំបថៈមានកំណើតល្អកើតក្នុងត្រកូលល្អខ្ពង់ខ្ពស់ចូលអ្នកទាំងអស់គ្នាឈប់ឆ្លើយឆ្លងហើយឲ្យគេឆ្លើយឆ្លងជាមួយនឹងតថាគតចុះមនាលអំបថៈពេលយើងសួរឯងត្រូវតែឆ្លើយបើទោះបីជាឯងមិនចង់ឆ្លើយហើយកិច្ចវេះមុខពីយើងឆ្លើយដែរតែឆ្លើយប្រឆាចពីសំណួរយើងសួរហើយដើរចេញនោះក្បាលឯងនឹងបែកជាជំរាកភ្លាមបើមិនជឿសាកមើលទៅសូមព្រះអង្គមានព្រះបន្ទូលម្ដងទៀតទូលព្រះបង្គំនឹងឆ្លើយ5បបពិតព្រះដ៏មានព្រះភិយដ៏ចម្រើនកាលដែលទូលព្រះបង្គំធ្លាប់ឮមកថាកណហកុមារនោះហើយគឺជាបុព្វបុរសរបស់ពួកកណហយនកោរតៈក្រាបទូលមែនហើយគឺជាតកូលថោកទាបមិនចង់ឲ្យរាប់អានមែនហើយថោកទាបណាស់វើយមិនអីទេយើងព្រមតាមសម្ដីរបស់អស់លោកប៉ុន្តែបើព្រះរាជាថ្លែងសរទៅទិសខាងក្រោមផែនដីនឹងស្រុតបើទ្រង់ថ្លែងសរទៅទិសខាងលើនោះមេឃនឹងរាំងភ្លៀងរយៈពេល7ឆ្នាំនៅមានទៀនបើទ្រង់ប្រគល់សរនេះទុកនៅនឹងព្រះរាជកុមារច្បងនោះសិរីសួស្តីជ័យមង្គលនឹងកើតមានមិនមានភិតភ័យអ្វីកើតឡើងឡើយតើអស់លោកយល់ដែរទេអញមិនចង់ធ្វើបាបទេតែមកពីគេជាអញព្រះដ៏មានព្រះភិក្ខត្រាស់សម្ដែងបែបនេះចំពោះអម្បថាំងមាណពបែបនេះរួចហើយទើបព្រះអង្គបានថ្លែងពីការរួមដំណេករវាងក្សត្រហើយនឹងព្រាហ្មណ៍ព្រះសួរទៅកាន់មាណពឲ្យឆ្លើយដើម្បីឲ្យបានដឹងច្បាស់ថាតើមាតាជាក្សត្របិតាជាព្រាហ្មណ៍បែបនេះដាច់ខាតកូនក្នុងគ្រួសារមិនអាចឲ្យសោយរាជបានឡើយតែបើបិតាជាក្សត្រមាតាជាព្រាហ្មណ៍វិញគឺកូនក្នុងគ្រួសារបែបនេះអាចសោយរាជបាននៅទីបំផុតព្រះអង្គបានត្រាស់សម្ដែងថាកូនស្រីរបស់ស្ដេចដែលបានប្រគល់ខ្លួនមកឲ្យព្រាហ្មណ៍នោះគឺប្រសើរបំផុត
ជាមនុស្សដែលពេញដោយចំណេះវិជ្ជាចរិយានៅក្នុងមនុស្សនិងទេវតាចំណែកឯអម្បថាំងវិញដែលមានសេចក្តីជ្រះថ្លាបានសួរអំពីវិជ្ជាចំពោះព្រះដ៏មានព្រះភិក្ខពេលស្ដាប់ចប់នឹងបានឃើញលក្ខណៈទាំង32របស់ព្រះអង្គហើយក៏លាព្រះអង្គទៅកាន់សំណាក់របស់ខ្លួនវិញហើយក៏បានមកពិចារណាពីសម្ដីរបស់ព្រះពន្ធនិងបានស្ដាប់យល់ដឹងសពគ្រប់បែបយ៉ាងអស់ហើយក៏សម្រេចមគ្គផលទៅ